ព្រឹកត្រីសួស្តីមិត្តអ្នកសិក្សាគណិតវិទ្យាជាទីស្រឡាញ់រាប់អាននៅរាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទសេរីយុកោមានកិត្តិយសលើកយកធរណីមាត្រ36មកបង្ហាញលំហាត់ទី2គេឲ្យត្រីកោណដែលមានរូបដូចខាងលើនេះយើងនេះឃើញមុំនេះជាមុំ x ត្រីកោណមួយនេះជាត្រីកោណសមបាតហើយមុំនេះជាមុំកែងមុំនេះគឺមុំ 2x គេសួររកមុំនេះហើយនឹងមុំ x អញ្ចឹងយើងឃើញថាយើងដើម្បីរកមុំ x ឃើញយើងរកមុំផលបូកនៃមុំទាំង3នេះសិនមុំ x បូកមុំ9បូកមុំ 2x នេះស្មើ180អញ្ចឹងយើងរកឃើញមុំ x មួយឃើញមុំ x មួយព្រោះមុំ x នេះវាស្មើមុំនេះព្រោះជាត្រីកោណសមបាតឃើញបាតពីនឹងហើយរឿងឯងរកមុំកំពូលនេះឃើញពេលរកមុំកំពូលនេះឃើញក៏រកមុំនេះឃើញព្រោះមុំកំពូលបូកនឹងមុំសញ្ញាសួរនេះស្មើ180អញ្ចឹង180ដកមុំនឹងទៅឃើញយើងមើលការបកស្រាយទាំងគ្នាមុំ x បូកនឹងមុំ 2x នេះបូកនឹងមុំ90ស្មើ180មូលហេតុអីជាផលបូកក្នុងរបស់ត្រីកោណចឹងយើងបូកចូលគ្នាទៅ x បូកនឹង 2x ទៅជា 3x មុំ 3x ស្មើ180ដកមុំ9នេះចេញអញ្ចឹងយើងឃើញថាដោះស្រាយសមីការទៅយើងឃើញថា 3x ស្មើ9អញ្ចឹងដើម្បី x ស្មើ9ចែក3ស្មើ30មុំ x នេះស្មើ30មុំ x និងមុំ y នេះប៉ុនគ្នាព្រោះវាជាមុំបាតនៃត្រីកោណសមបាតពេលឃើញមុំបាតទាំងពីរហើយអញ្ចឹងរកមុំកំពូលឃើញមុំ x បូកមុំ y បូកមុំ z នេះស្មើ180ផលបូកមុំក្នុងត្រីកោណអញ្ចឹងនាំឲ្យមុំ z ស្មើ180ដកឲ្យផលបូកមុំ x និង y មុំ x គឺឃើញ30មុំ y 30អញ្ចឹង30មក30 6 180ដក6ស្មើ120មុំនេះឃើញ120មុំសិតមកឃើញ120អញ្ចឹងមុំសិតបូកនឹងមុំសញ្ញាសួរនេះស្មើ180ជាផលបូកមុំបនថែមអញ្ចឹងនាំឲ្យយើងបានមុំដែលសញ្ញាសួរនេះស្មើ180ដកឲ្យ120នេះចេញស្មើនឹង60ដូច្នេះមុំ x ស្មើ30មុំសញ្ញាសួរនេះស្មើ60ធ្វើការពេលថ្ងៃដើម្បីចិញ្ចឹមគ្រួសារធ្វើការពេលយប់ដើម្បីសង្គមជាតិអរគុណចំពោះការយកចិត្តទុកដាក់ស្ដាប់របស់អស់លោករាត្រីសួស្តីសូមជម្រាបលា